បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺមករៀងប្លែកបន្តិចហើយពុកម៉ែបងប្អូនធ្លាប់តែឮគេធ្វើត្រីបឹងកញ្ឆែតថ្ងៃនេះខ្ញុំមកធ្វើត្រីបឹងតកួនហូបឲ្យបងប្អូនទស្សនាស្រក់ទឹកមាត់តក់តាមខ្ញុំម្ដងមើលព្រោះពុកម៉ែបងប្អូនធ្លាប់តែឮគេថាធ្វើត្រីបឹងកញ្ឆែតហូបមិនដែលឮត្រីបឹងតកួនឥឡូវក៏ខ្ញុំមកធ្វើហូបម្ដងឲ្យបងប្អូនស្រក់ទឹកមាត់តាមហ្នឹងហើយបើសិនជាបងប្អូនទស្សនាវីដេអូនេះហើយចង់ដឹងថាខ្ញុំធ្វើត្រីបឹងកតកួននេះហូបកើតឬមិនកើតឆ្ងាញ់ឬមិនឆ្ងាញ់សូមបងប្អូនទស្សនារហូតឲ្យបានដល់ចប់ពុកម៉ែបងប្អូនហើយនេះបងប្អូនក៏យើងមកចាប់ផ្ដើមបេះតកួនយើងដើម្បីយើងទៅធ្វើត្រីបឹងតកួនហ្នឹងហើយតកួននេះគឺល្អតែម្ដងគឺតងវាគឺថ្លោះស្លឹកវាឡើងទ្រមតែម្ដងហើយក៏យើងបេះជាមិនយូរដែរព្រោះតកួនយើងក៏សម្បូរពុកម៉ែបងប្អូនហើយយើងបេះតកួននេះយើងបេះតែត្រឹមកន្លែងដែលខ្ចីបានយើងក៏គុំបេះទៅដល់ក្រោមកន្លែងដែលយើងចាស់អីក៏យើងយកទៅវាហូបមិនឆ្ងាញ់វាស្វិតអីចឹងពុកម៉ែបងប្អូនយើងបេះតែត្រឹមខ្ចីដែលយើងយកទៅហូបទៅបានវាឆ្ងាញ់នឹងជាមួយនឹងត្រីបឹងតកួនយើងនឹងហើយពុកម៉ែបងប្អូនហើយមើលទៅពីក្រោយខ្នងខ្ញុំក៏ដើមស្នោក៏ត្រួយស្នោក៏វាខ្ចីដែរពុកម៉ែបងប្អូនហើយឥឡូវយើងក៏បានតកួនយើងទៅធ្វើត្រីបឹងតកួនយើងនឹងហូបនឹងហើយពុកម៉ែបងប្អូនហើយនេះពុកម៉ែបងប្អូនដែលគ្រឿងផ្សំយើងធ្វើត្រីបឹងតកួននឹងពុកម៉ែបងប្អូនយើងមានគ្រឿងបុកមានត្រីយើងស្ងោរបេះហើយនឹងទឹកខ្ទិះដូងពុកម៉ែបងប្អូនហើយនេះតកួនយើងនឹងហើយនេះត្រីដែលយើងសម្រាប់យើងធ្វើត្រីបឹងតកួននឹងពុកម៉ែបងប្អូនហើយនឹងឲ្យពុកម៉ែបងប្អូនបើសិនជាខ្ញុំដាក់នៃសកម្មភាពដែលខ្ញុំស្ងោរត្រីពូតទឹកដូងបុកគ្រឿងនឹងវាយូរវាឆ្ងាយណាស់នៃទីអីវាច្រើនអញ្ចឹងក៏ខ្ញុំមិនដាក់ទេខ្ញុំគ្រឿងខ្លះកន្លែងខ្លះក៏ខ្ញុំបុកហើយធ្វើហើយវាសម្រាប់ទុកធ្វើអញ្ចឹងណាពុកម៉ែបងប្អូនហ្នឹងហើយនេះក៏តកួនយើងក៏តងខ្ចីតែម្ដងពុកម៉ែបងប្អូនហើយនេះយើងមកចាប់ផ្ដើមចាក់ខ្លាញ់យើងបំពងត្រីពុកម៉ែបងប្អូនហើយយើងខ្លាញ់នេះយើងចាក់ត្រឹម1លីត្រត្រីទៅឲ្យវាពោះយើងរំពងត្រីឲ្យវាបានកុំឲ្យវាបែកសាច់បែកអីចឹងពុកម៉ែបងប្អូនហ្នឹងហើយយើងដាក់ត្រឹម1លីត្រត្រីទៅបើយើងដាក់ស្ទើខ្លាញ់ពេកវាអាចយើងរំពងទៅវាត្រឡប់ទៅវាអាចបែកសាច់ត្រីយើងធ្វើទៅហូបវាមិនឆ្ងាញ់ទេបើយើងដាក់ទាំងមូលលើកទៅវាកុំឲ្យបែកទៅវាឆ្ងាញ់ហ្នឹងហើយត្រីនេះដែរខ្ញុំថារកទិញ1គីឡូតែមិនមានទេគឺមានតែត្រឹម6-7ខាំនឹងឯងត្រីស្រែនឹងពុកម៉ែបងប្អូនហើយឥឡូវត្រីយើងក៏បានឆ្អិនហើយយើងមកស្រង់ទុកសិនពុកម៉ែវាស្រក់ខ្លាញ់យើងមកបុកគ្រឿងយើងជាមួយនឹងសាច់ត្រីដែលយើងបានបេះស្ងោរហ្នឹងពុកម៉ែបងប្អូនហើយសាច់ត្រីនេះដែរក៏ខ្ញុំបានយកឆ្អឹងខ្វះឆ្អឹងវាចេញអស់ហើយពុកម៉ែបងប្អូនបើយើងមិនខ្វះឆ្អឹងចេញទេបើយើងធ្វើហូបទៅវាអាចនឹងមុតមាត់ឬយើងឆ្លាក់ឆ្អឹងវាអញ្ចឹងពុកម៉ែបងប្អូនហើយនេះបើសិនជាបងប្អូនមិនចង់បុកគ្រឿងជាមួយនឹងសាច់ត្រីចូលគ្នាទេពុកម៉ែបងប្អូនអាចនឹងបុកសាច់ត្រីផ្សេងក៏បានដែរតែពេលយើងចាក់ឆាទៅចាំយើងចាក់ចូលគ្នាក៏បានដែរពុកម៉ែបងប្អូនដោយសារខ្ញុំធ្វើនេះធ្វើទៅតាមវិធីខ្ញុំអញ្ចឹងទម្លាប់ខ្ញុំធ្វើអញ្ចឹងដល់ខ្ញុំក៏ធ្វើអញ្ចឹងទៅពុកម៉ែបងប្អូនហ្នឹងហើយក៏យើងបុកញុំជាមួយនឹងសាច់ត្រីនិងសាច់គ្រឿងឲ្យវាចូលសព្វសាច់ជាតិគ្នាអញ្ចឹងពុកម៉ែបងប្អូនហើយឥឡូវក៏យើងធ្វើសាច់ត្រីនឹងបុកចូលគ្នាជាមួយគ្រឿងហើយក៏យើងមកចាប់ផ្ដើមហាន់តកួនយើងជាកង់ទៅរៀបលើថាសយើងពុកម៉ែបងប្អូនហើយយើងកាន់ត្រឹមមួយចោលដៃយើងមកត្រមមហូបអញ្ចឹងយើងតម្រៀបវាអញ្ចឹងពុកម៉ែបងប្អូននេះក៏យើងកាត់វាត្រឹមមួយចោលដៃឬវែងជាងមួយចោលដៃតិចក៏បានដែរពុកម៉ែបងប្អូននិយាយទៅឲ្យយើងស្រួលហូបឲ្យយើងហូបទៅវាឆ្ងាញ់អញ្ចឹងហ្នឹងហើយយើងក៏ដាក់តម្រៀបវាតម្រៀបដូចតែយើងត្រីបឹងកញ្ឆែតដែរទេពុកម៉ែបងប្អូនដាក់រៀបវាអញ្ចឹងមកប្រមូលដាក់ឲ្យវាតម្រៀបវាមើលទៅឲ្យវាសផនភាពឲ្យវាកាន់តែស្អាតដែលយើងដាក់ត្រីមកឲ្យឃើញតំណងអញ្ចឹងពុកម៉ែបងប្អូនហើយនេះពុកម៉ែបងប្អូនឥឡូវយើងមកឆាម្ទេសក្រហមយើងឲ្យវាឈ្ងុយពុកម៉ែបងប្អូនម្ទេសក្រហមនេះយើងឆាត្រឡប់ឲ្យវាឈ្ងុយហើយចាំយើងចាក់គ្រឿងដែលយើងបុកជាមួយនឹងសាច់ត្រីនឹងចូលយើងឆាត្រឡប់វាឲ្យឡើងឈ្ងុយមកហ្នឹងហើយពុកម៉ែបងប្អូនហើយក៏យើងដាក់ខ្លាញ់វាបន្តិចផងកុំឲ្យវាខ្លោចអីចឹងដែលយើងរំលីងជាមួយនឹងម្ទេសក្រហមយើងនេះពុកម៉ែបងប្អូនហើយហ្នឹងហើយពុកម៉ែបងប្អូនដែលទស្សនាវីដេអូខ្ញុំនេះហើយបើសិនជាមានការធ្វើត្រីបឹងតកួននេះទៅមានកន្លែងណាខុសឆ្គងឬកន្លែងណាមិនសមរម្យឬការបញ្ចូលសំឡេងអី
ខុសពាក្យខុសអីត្រង់ណាមិនសមរម្យសូមបងប្អូនខន្តីអភ័យទោសចំពោះខ្ញុំផងហ្នឹងហើយបងប្អូនព្រោះនៃការបញ្ចូលសម្លេងយើងមិនបានរៀបទុកអីទេយើងបញ្ចូលទៅតាមរូបភាពដែលយើងធ្វើនឹងឯងពុកម៉ែបងប្អូនហ្នឹងហើយហើយអញ្ចឹងហើយក៏មានពាក្យកន្លែងណាមិនសមអីបងប្អូនអភ័យទោសផងហើយនេះបងប្អូនយើងមកចាក់គ្រឿងអំបិលស្ករបើយើងជេងយើងចូលអញ្ចឹងយើងដាក់នឹងជាមួយនឹងប្រេងខ្យងវាទៀតឲ្យកាន់តែឈ្ងុយអញ្ចឹងពុកម៉ែបងប្អូននេះយើងកូរឡប់ពី2 3 4 5ត្រឡប់ឲ្យឡើងឈ្ងុយមកពុកម៉ែបងប្អូនសាច់ត្រីនិងសាច់គ្រឿងគឺឈ្ងុយតែម្ដងពុកម៉ែបងប្អូនអើយឥឡូវក៏យើងមកចាក់ខ្ទិះដូងយើងចូលពុកម៉ែបងប្អូនហ្នឹងហើយពុកម៉ែបងប្អូនបើសិនជាពុកម៉ែបងប្អូននេះឆានេះជាមួយនឹងខ្ទិះដូងចាក់ចូលទៅហើយបើបងប្អូនចង់ទុកទឹកវាសម្រាប់ចាក់ទៅមានទឹកហត់ច្រើនហើយបងប្អូនរងាស់ទុកទឹកខ្លះក៏បានកុំឲ្យកោកដូចខ្ញុំចេះក៏បានដែរបងប្អូនហ្នឹងហើយដោយសារខ្ញុំចូលចិត្តអារៀងប៉ែចេះក៏ខ្ញុំរងាស់វារៀងដាច់ទឹកតិចទៅហ្នឹងហើយបងប្អូនហើយនេះបងប្អូនក៏ឆាបានឆ្អិនរួចរាល់ហើយក៏យើងមកជោគដាក់នៅលើត្រីបឹងតកួនយើងហូបបងប្អូននេះដាក់ឲ្យជោគចឹងបងប្អូនយើងដាក់កាន់តែជោគគឺកាន់តែឆ្ងាញ់តែម្ដងគឺចូលសាច់ត្រីយើងអញ្ចឹងណាពុកម៉ែបងប្អូនហ្នឹងហើយក៏យើងដាក់ជោគវាឲ្យជោគចឹងមកហ្នឹងហើយគឺយើងហូបទៅគឺវាឆ្ងាញ់ហើយនេះបងភ្លក់មកដាក់សាច់ត្រីឲ្យបងប្អូនមើលមួយមើលឆ្ងាញ់ណាស់ពុកម៉ែបងប្អូនអើយមិនថាហូបមិនកើតមើលតែមាត់ទៅពុកម៉ែបងប្អូនគឺដាក់តកូនទៅគឺស្រួយខ្ញក់តែម្ដងមិនខុសពីកញ្ឆែតមិនចាញ់កញ្ឆែតទេហ្នឹងហើយហូបហើយបងប្អូននៃទស្សនាវីដេអូខ្ញុំនេះហើយបំស្អែកឡើងកុំចាំយូរបើសិនជាបងប្អូនចង់ធ្វើហូបផ្សាអីកុំឲ្យតែឃើញខ្ញុំថាធ្វើហូបទៅចេះតែថាបងប្អូនអាចនិសាធ្វើហូបដូចខ្ញុំបានពុកម៉ែបងប្អូនសាកទៅតែខ្ញុំឃើញថាឆ្ងាញ់ហើយពុកម៉ែបងប្អូនមើលតែខ្ញុំហូបទៅដឹងហើយគឺដាក់ទៅគឺស្រួយខ្ញក់តែម្ដងតកូននេះពុកម៉ែបងប្អូនអើយខ្ញាប់គឺជាតិណាគឺជាតិតែម្ដងពុកម៉ែបងប្អូននេះមើលតែមាត់ទៅបេះចុចសាច់ត្រីហូបហើយនឹងស្រោចទឹកវាឲ្យជាតិដិតតិចមកដាក់ទៅជាតិតែម្ដងពុកម៉ែបងប្អូននឹងដាក់ជាមួយនឹងអាតកូនយើងនេះមិនចាញ់នឹងត្រីបឹងកញ្ឆែតទេត្រីបឹងតកូននេះបើឲ្យដូរមិនដូរទេជាមួយនឹងត្រីបឹងកញ្ឆែតពុកម៉ែបងប្អូនគឺឆ្ងាញ់មួយយ៉ាងម្នាក់ទេដាក់មើលមាត់ផ្លុកមួយជាតិណាស់ពុកម៉ែបងប្អូនហើយហ្នឹងហើយបងពុកម៉ែបងប្អូននៃវីដេអូយើងក៏មិនមានអីជាច្រើនទៀតដែរពុកម៉ែបងប្អូនក៏សូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូខ្ញុំពីដើមរហូតដល់ចប់ហើយនឹងបានចូលចិត្តវីដេអូខ្ញុំបាទក៏សូមជួយចុច like និង share និង follow page ខ្ញុំម្នាក់មួយផងជាចុងក្រោយនេះក៏សូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងណាពុកម៉ែបងប្អូននេះដាក់មួយម៉ាត់ចុងក្រោយជាចុងក្រោយនេះក៏សូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាហើយជម្រាបលាពុកម៉ែបងប្អូនតែត្រឹមប៉ុណ្្នេះសិន